ការចែកលុយចែកទ្រព្យសម្បត្តិឲ្យកូនកូនជាលុយក្តីជាមាសក្តីជាពេជ្រក្តីមិនប្រកាសតែគេវគង់ទេប៉ុន្តែការចែកចំណេះដឹងទៅជាមូលដ្ឋានពាក្យគេថាកឌៀក៏មិនកោកដោក៏មិនកាត់ភ្លើងក៏មិនឆេះបានដែរអ្នកខ្លះគិតថាអញមានប៉ុណ្ណឹងដែរចែកគេឲ្យកូនរបស់ប៉ុន្តែប្រសិនបើមានអគិភ័យឆេះឬក៏មានការកលយុគណាមួយកើតឡើងពួកគេនឹងបាត់បង់អស់ប៉ុន្តែសម្រាប់ចំណេះដឹងនៅគ្រប់ខួរក្បាលវិញអត់មាននរណាធ្វើឲ្យចេញទេនឹងបានជាខ្ញុំតែងតែដាស់តឿនជាមួយអ្នកដែលមានលទ្ធភាពត្រូវខិតខំជំរុញឲ្យកូនរៀនតាមមធ្យោបាយណាក៏ដោយគឺរៀន